អូខេសួស្តីអ្នកនរគ្នាថ្ងៃនេះយើងបន្តមេរៀនទៀតតកតងនឹងមេរៀនទី3វិធីសាស្ត្រប្រកបភាសាចិនអូខេដើម្បីកុំខាតពេលយូរយើងចូលអានតគ្នា第三课មេរៀនទី3汉语拼音វិធីប្រកបភាសាចិនយាយាតកតងយានេះគឺនៅពេលដែលស្រៈអ៊ីបូកស្រៈអឺគឺយើងអានយាធម្មតាប៉ុន្តែករណីនៅពេលស្រៈអ៊ីបូកនឹងស្រៈអ៊ីមាត់មូលយើងអានយាមាត់មូលយាអ្នកនរគ្នាត្រូវចំណាំថាចំពោះព្យញ្ជនៈនហើយនិងលនៅពេលដែលបូកស្រៈអ៊ីមាត់មូលគឺមិនមានលុបសញ្ញាចុចពីរទេយើងនៅតែអាននាលានបូកស្រៈអ៊ីនាលបូកស្រៈអ៊ីលាជីបូកស្រៈអ៊ីនៅពេលដែលតកតងនឹងព្យញ្ជនៈជីឈីស៊ីនៅពេលបូកស្រៈអ៊ីគឺវាត្រូវលុបសញ្ញាចុចពីរនេះប៉ុន្តែនៅពេលដែលយើងអានគឺយើងបញ្ចេញមាត់មូលអញ្ចឹងយើងអានទាំងអស់គ្នាជីបូកស្រៈអ៊ីជាឈីបូកស្រៈអ៊ីជាស៊ីបូកស្រៈអ៊ីសៀអូខេអ្នកនរគ្នាថ្ងៃនឹងមេរៀនយើងមានតែប៉ុណ្្នឹងទេជួបគ្នានៅមេរៀនបន្ត